មើមត្រាវtôiយកមកបំពងបែបនេះក៏មិនចានដែរបងប្អូនរត់ឡងហើយបាត់ទិញមើមត្រាវមកដាក់ស្ងោរទៅញ៉ាំជាមួយនឹងទឹកដោះគោខាប់គឺញ៉ាំឆ្ងាញ់មែនតើនៅសាច់តែមើមត្រាវtôiអញ្ចឹងសាច់វាផុសល្អយើងញ៉ាំមួយទឹកដោះគោខាប់គឺឆ្ងាញ់ប៉ុន្តែថ្ងៃនេះវិញយកមកបំពងស្រួយបែបនេះបងប្អូនសាច់នំវិញគឺស្រួយល្អមែនតើទោះជាសាច់នំនឹងត្រជាក់ប៉ុណ្ណាក៏សាច់នំនឹងនៅតែស្រួយឆ្ងាញ់ដែរបែបរាងខាងក្រៅស្រួយហើយខាងក្នុងបែបរាងទន់ញ៉ាំទៅគឺឈ្ងុយល្អណាស់ហើយរសជាតិវិញបែបរាងផ្អែមឡមចំណែកវិធីធ្វើនេះវិញខ្ញុំបានស្ងោរត្រាវតូចៗហ្នឹងទម្ងន់របស់វាពេលដែលខ្ញុំស្ងោរឆ្អិនទម្ងន់របស់វា230ក្រាមស្មើនឹង2ខាំ3ហើយយើងបបែកសាច់ត្រាវនឹងឲ្យម៉ត់ទៅបើខ្ញុំយកគ្រឿងផ្សេងទៀតមកលាយមានដូចជាម្សៅអង្ករត្នោតខ្ញុំដាក់17ក្រាមស្ករស35ក្រាមអំបិលមួយចុងល្ព្រាកាហ្វេម្សៅដលងពណ៌ស្វាយនេះបងប្អូនមានក៏ដាក់បើសិនជាអត់មានទេចាំបាច់ដាក់ក៏បានដែរយើងយកពណ៌ចាញ់ពីត្រាវហ្នឹងហ្មងក៏បានដែរគាត់ថាខ្ញុំដាក់ម្សៅលាយម្សៅដលងពណ៌ស្វាយអញ្ចឹងទៅគឺធ្វើឲ្យសាច់នំរបស់យើងចេញពណ៌ស្អាតអញ្ចឹងណាហើយម្សៅចុងក្រោយនេះគឺខ្ញុំប្រើម្សៅពោត60ក្រាមគ្រឿងផ្សំមានតែប៉ុណ្្នឹងទេយើងច្របល់ម្សៅជាមួយនឹងសាច់ត្រាវនឹងឲ្យចូលសព្វគ្នាទៅដោយសារតែសាច់ត្រាវនេះវាអត់ទាន់ចូលឬក៏វាអត់ទាន់ស្អិតចូលគ្នាទេបងប្អូនខ្ញុំបានយកទឹកត្រជាក់ធម្មតាក៏បានខ្ទិះដូងក៏បានដែរសម្រាប់ខ្ញុំដាក់ទឹកត្រជាក់ធម្មតានេះចាក់តិចម្ដងរហូតតតែសាច់ត្រាវនឹងវាស្អិតល្មុតចូលគ្នាប៉ុណ្ណឹងណាគ្រឿងផ្សំទាំងអស់នេះបើសិនជាបងប្អូនបានធ្វើយកត្រាវធំមកធ្វើអាចនឹងរៀងលៀងគ្នាតិចតួចពេលដែលយើងលាយម្សៅជាមួយនឹងសាច់ត្រាវយើងយកមើមត្រាវធំមកអាចនឹងយើងអត់ចាំបាច់ថែមទឹកទេបងប្អូនដោយសារតែមើមត្រាវធំយើងកាត់វាជាដុំតូចដាក់ចំហុយអញ្ចឹងវាជក់ជាតិសំណើមវាមានជាតិសំណើមខ្លះប៉ុន្តែមើមត្រាវតូចនេះយើងស្ងោរទាំងមូលហ្មងអញ្ចឹងអត់សូវជក់ជាតិសំណើមអញ្ចឹងភាពខុសគ្នាអាចនឹងលៀងគ្នាដែរពេលដែលយើងច្បាច់សាច់ត្រាវជាមួយនឹងម្សៅទៅពេលដែលវាអត់ទាន់ស្អិតចូលគ្នាទេចាំយើងថែមទឹកម្ដងឬក៏ខ្ទិះដូងដែលខ្ញុំបានបញ្ជាក់នៅខាងដើមអញ្ចឹងហើយនេះសាច់ដលងឬក៏សាច់ត្រាវដែលខ្ញុំបានរៀបចំហើយហ្នឹងគឺវាទន់មកល្មមអញ្ចឹងយើងបែងចែកឬក៏បងប្អូនអាចមូលវាជាយ៉ាងទៅវិញអញ្ចឹងទៅកាត់ជាដុំតូចពេលដែលយើងយកមកធ្វើម៉ូតគឺថាងាយស្រួលធ្វើណាស់យើងចំណាយពេលមូលតែមួយផ្លែទៅគឺរួចរាល់បងប្អូនចង់មូលធម្មតាក៏បានឬក៏យើងមូលវាជាយ៉ាងពងកពើអញ្ចឹងក៏បានដែរខ្ញុំបានធ្វើម៉ូតអញ្ចឹងហើយយើងយកម្សៅពោតហ្នឹងមកផ្លាក់នៅលើសាច់ត្រាវខាងក្រៅអញ្ចឹងណាដើម្បីឲ្យវាស្រួយបានយូរយើងប្រឡាក់ឲ្យពេញសាច់ត្រាវអញ្ចឹងទៅខ្ញុំរៀបចំយកមកដាក់ចៀនខ្ញុំបានទុកឲ្យប្រេងឆានឹងក្តៅបន្តិចទៅយើងរៀបចំសាច់នំចូលទៅចៀនទៅពេលដែលយើងដាក់ចូលប្រេងឆាបែបនេះបងប្អូនឈប់ប្រែភ្លាមមកអាចនឹងបែកសាច់នំវារៀងទន់ដែរពេលដែលទៅប្រេងឆាអញ្ចឹងយើងទុកឲ្យសាច់នំនឹងរៀងក្រៀមរៀងរឹងទៅចាំយើងប្រែត្រឡប់វាហើយយើងអាសាប្រែត្រឡប់ឬក៏បងប្អូនអាសាកូអាសាបវលដើម្បីឲ្យសាច់នំនឹងវាប៉ោងស្អាតហើយណាមួយឲ្យបានក្រហមស្អាតគ្រប់ជ្រុងដែរពេលដែលចៀនបងប្អូនឲ្យដាក់ប្រេងឆាឲ្យលិចនំហ្មងគឺកាន់តែល្អគឺធ្វើឲ្យសាច់នំរបស់យើងហ្នឹងវាក្រហមស្មើសាច់គ្នាបានស្អាតចំណែកភ្លើងហ្គាសវិញយើងបើកភ្លើងតិចល្មមទៅបានហើយបងប្អូនកុំបើកភ្លើងតិចពេកកុំបើកភ្លើងតិចពេកហើយក៏កុំបើកភ្លើងខ្លាំងពេកដែរយើងប្រើភ្លើងមធ្យមទៅហើយបន្តចៀនអញ្ចឹងរហូតតតែសាច់នំហ្នឹងឆ្អិនបានល្អហើយនេះនំខ្ញុំបានធ្វើគឺឆ្អិនហើយរួចរាល់ហើយសាច់នំវិញគឺស្រួយឈ្ងុយ